ចាសស្ដីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកនរគ្នាអំពីធ្វើស្គាល់ពី note និង head link ជាមួយនឹង soft link អញ្ចឹងណាអញ្ចឹងយើងមកវីដេអូនេះអត់ទេថ្ងៃនេះដែរបើយើងចង់ដឹងអំពី iNote របស់វាយើងគ្រាន់តែវាយ ls ជាមួយនឹងដក clear បន្តិច li មកយើងឃើញលេខ iNote របស់វាហើយខ្ញុំបានបង្ហាញខ្ញុំនិយាយថាខ្ញុំនឹងបង្កើត file មួយអំពីអ្នកនរគ្នាកាន់នៅច្បាស់អំពី iNote អញ្ចឹងអ្នកនរគ្នាលេខរបស់វាយើងចូលទៅដំបូងខ្ញុំបង្កើត file ផាច់កុំព្យូទ័រយើងក៏ចាប់ផ្ដើម search វាចេញមក ls ជាមួយនឹងដក clear បន្តិច li អញ្ចឹងទៅហើយអ្នកនរគ្នាឃើញហើយ my computer នោះគឺលេខ iNote របស់ខ្ញុំ17 8394 86អញ្ចឹងណាអ្នកនរគ្នាហ្នឹងលេខ iNote ហើយខ្ញុំក៏បានបង្កើត file មួយទៀតដែរដែលមានឈ្មោះថា my key អញ្ចឹងទៅណាអ្នកនរគ្នាព្រោះថាយើងវាយថា my key.txt ណាហើយយើងក៏ចាប់ផ្ដើមសូវាមកអញ្ចឹងដូចគ្នាណាហើយសម្រាប់លេខ iNote វាដែរគឺវាអត់ដូចគ្នាទេដោយសារយើងបង្កើតពីរផ្សេងគ្នាអញ្ចឹងយើងមើលទៅគឺលេខវាអត់ដូចគ្នាទេខ្ញុំបានបានដល់គ្នាអញ្ចឹងយើងមកចាប់ផ្ដើមបន្តទៀតយើង clear វាចាស់សិនទៅចូលមកដល់ការលុបម្ដងអញ្ចឹងខ្ញុំលុបដូចដដែលទេ rm ហើយយើងដាក់ឈ្មោះរបស់វាមកគឺវាចូលជាការស្រេចឯណាអ្នកគ្នាគឺដូចអាមុនដែរទេអញ្ចឹងយើងក៏ចាប់ផ្ដើមសូវាមកហើយថាវាឃើញចិត្តអត់អញ្ចឹងខ្ញុំក៏សូអ្នកគ្នាមកគឺយើងមើលជាក់ស្ដែងទៅនៅក្នុងហ្នឹងគឺអត់មាន myk.txt ទេអញ្ចឹងណាព្រោះថាខ្ញុំយើងក៏មកដល់ថ្មីមួយទៀតខ្ញុំចាប់ផ្ដើមបង្កើត file ថ្មីមួយទៀតដែលឲ្យវាភ័ណ្ឌជាមួយនឹងmy computer យើងអញ្ចឹងទៅខ្ញុំបានដាក់ ln link ហើយ my computer.txt my key .txt អញ្ចឹងទៅអញ្ចឹងបានន័យថាយើងភ័ណ្ឌ my key ហ្នឹងទៅកាន់ទៅចូលមួយ my computer អញ្ចឹងហើយយើងចាំមើលភាពជាក់ស្ដែងរបស់វាគឺពេលយើងភ័ណ្ឌហ្នឹងiNote ហ្នឹងគឺវាមានលេខដូចគ្នាណាអ្នកគ្នាស្រាប់ហើយ17 83 94និង86គឺវាមានលេខដូចគ្នាតម្លងពីរហ្នឹងអញ្ចឹងណាហើយmy computer មួយនឹង my key ហ្នឹងអ្នកគ្នាមើលជាក់ស្ដែងទៅបន្ទាប់ពីខ្ញុំប្រាប់អ្នកនរគ្នាអំពីការបង្កើតហាតម្ដងហើយឥឡូវខ្ញុំមកនិយាយអំពីសងម្ដងអញ្ចឹងអ្នកគ្នាអញ្ចឹងរបៀបបង្កើតវាដូចតែគ្នាទេយើងប្រើ ln ដូចគ្នាគ្រាន់តែថានេះយើងដាក់ដកគ្នាបន្តិចរួចហើយយើងដាក់អក្សរ s ហើយវាយឈ្មោះវាចូលមកហើយកន្លែងនេះដែរយើងប្រើវាជា shortcut ទៀតអញ្ចឹងហើយអ្នកគ្នាអញ្ចឹងយើងចាប់ផ្ដើមបង្កើតវាមកហើយវាបង្កើតបានហើយខ្ញុំក៏ចាប់ផ្ដើមចូល edit វាហើយវា edit វាដែរយើងគ្រាន់តែវាយva និងឈ្មោះរបស់វាមកគឺយើងចូល edit វាហើយខ្ញុំក៏បាន edit ដែរដាក់ I love my computer អីចឹងទៅហើយយើងក៏ចាប់ផ្ដើមមកមើល result របស់គ្នាអាហ្នឹងដែរខ្ញុំចង់បញ្ជាក់អ្នកនរគ្នាបន្តិចគឺយើងធ្វើវាយើង search ពេលយើង search my computer ហ្នឹងក៏ចេញអាកន្លែង I love my computer យើង search ជាមួយនឹង my pen ហ្នឹងក៏វាចេញI love my computer ដូចគ្នាដោយសារវាភ័ណ្ឌទៅកាន់គ្នាអញ្ចឹងអ្នកនរគ្នាហើយខ្ញុំក៏ចាប់ផ្ដើមលុបអាកន្លែង my pen short ហ្នឹងដូចគ្នាខ្ញុំចង់បញ្ជាក់អ្នកនរគ្នាបន្តិចដែរកន្លែងហ្នឹងបើសិនជាខ្ញុំលុប my pen ហ្នឹងអាកន្លែងយើង edit មុនហ្នឹងហើយយើង edit កន្លែងI love my computer គឺវាអត់បាត់នៅក្នុង my phone ទេអូខេមើលចាស់នេះដែរខ្ញុំបានលុបវាចោលហើយអ្នកគ្នាមើលទៅគឺអត់មាន my pen ទេ my pen shortcut ទេខ្ញុំបានលុបវារួចរាល់ហើយខ្ញុំចាប់ផ្ដើមមក search ឲ្យអ្នកគ្នាមើលដែរខាត់ហើយយើងវាយ my phone ហ្នឹងមកដល់ TXT អញ្ចឹងគឺយើងនឹងឃើញ I love my computer ហ្នឹងហើយអ្នកគ្នាមើលជាក់ស្ដែងទៅគឺI love my computer ហ្នឹងនៅតែមានតែទោះយើងលុប file my pen shortcut នឹងចោលក៏ដោយក៏វានៅតែមាននៅក្នុង my phone នេះដែរអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអ្នកនរគ្នាអរគុណច្រើនបើអ្នកនរគ្នាចង់ដឹងអីទៀតអាច research ឲ្យបានច្រើនជាងនឹងអញ្ចឹងណា